Okay, so today អ្នកនរគ្នានៅក្នុងវីដេអូនេះគឺយើងពី HTML tag អញ្ចឹង tag គឺត្រូវបានគេសរសេរនៅក្នុងសញ្ញាតូចធំហើយ tag ជាច្រើនគឺតែងតែមានមួយគូរបស់វា tag បើកគេហៅថា opening tag ហើយនិង tag បិទដែលគេហៅថា closing tag អញ្ចឹង example P នេះគឺជាប្រភេទ tag បើក opening tag ហើយ P នេះគឺជាប្រភេទ tag បិទ closing tag អញ្ចឹងការសរសេរគឺដូចតែគ្នាក៏ប៉ុន្តែខុសនៅត្រង់ tag បើកនេះគឺមានសញ្ញា slash នេះមួយហើយ tag គឺមានច្រើនដូចជា HTML head body ហើយនៅមាន tag ជាច្រើនទៀតដែលយើងនឹងសិក្សាជាបន្តបន្ទាប់ហើយមាន tag មួយចំនួនគឺជាប្រភេទshape closing tag គឺជាប្រភេទ tag ដែលមិនមាន closing tag ទេឧទាហរណ៍ BR នេះជាប្រភេទ shape closing tag IMG នេះក៏ដូចគ្នាហើយនឹង meta នេះក៏ដូចគ្នាជាប្រភេទ shape closing tag អញ្ចឹងខាងក្រោមនេះមានឧទាហរណ៍បន្ថែមទៀតអញ្ចឹងយើងមាន H1 hello ហើយយើងបិទវិញដោយ tag បិទ H1 អញ្ចឹងកន្លែងនេះ H1 គឺជាប្រភេទ tag បើកហើយ H1 មួយនេះដែលមាន slash គឺជាប្រភេទ tag បិទអញ្ចឹង P ហើយនេះ this is paragraph អញ្ចឹងគឺបញ្ជាក់ P មួយនេះគឺជាប្រភេទ tag បើកហើយ P មួយនេះគឺបិទអញ្ចឹងវាខុសគ្នាត្រង់មានសញ្ញា slash នេះមួយអញ្ចឹង tag ខ្លះទៀតមិនមាន closing tag ទេ BR វាប្រើសម្រាប់ចុះបន្តឧទាហរណ៍ BR នេះវិញជា tag មួយដែលយើងប្រើប្រាស់សម្រាប់ចុះបន្តអញ្ចឹងយើងទៅសេមិនគឺយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំនឹងនិយាយពី tag សិនទេហើយកន្លែងនេះ tag សំខាន់ដូចជាកន្លែងនេះគឺដាក់ខាងនេះ tag ខាងក្រោមនេះ tag កន្លែងនេះមុខងារអញ្ចឹង HTML ការសរសេរគឺចាប់ផ្ដើមដោយ HTML tag មានបើកហើយនិងបិទ head គឺយើងនិយាយពីព័ត៌មាន website ដូចជាចំណងជើង website អីអញ្ចឹងហើយកន្លែងនេះ title បែរថាចំណងជើងហើយ body មាតិកា web page ហើយ H1 នេះគឺជាចំណងជើង H1 H2 H3 អីហ្នឹងណាដែលវាឃើញនៅក្បាលទំព័ររបស់យើងនៅពេលដែលយើងសរសេរអញ្ចឹង head នេះគឺវាមានទាំងអស់6អញ្ចឹងយើងនឹងសិក្សាបន្តទៀតនៅក្នុងវីដេអូបន្តទៀតដល់នេះយើងក៏ដឹងវិញហ្នឹងសិនទៅយើងដឹងពី tag ហើយនិងមុខងារវា P នេះតំណាងឲ្យ paragraph វាជាប្រភេទអត្ថបទហើយ IMG ជាប្រភេទ tag ដែលយើងសរសេរទៅយើងដាក់រូបភាពហើយ A នេះគឺ link អញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនិយាយតែពី tag ប៉ុណ្ណឹងសិនហើយការប្រើប្រាស់នៅ tag ទាំងអស់ហ្នឹងគឺយើងនឹងជួបគ្នាវីដេអូបន្តទៀតអរគុណជម្រាបលា